សូមជម្រាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាទីស្រឡាញ់ទាំងអស់គ្នាដែលមានវត្តមាននៅទីនេះថ្ងៃនេះខ្ញុំពិតជាមានមោទនភាពនិងសេចក្តីរីករាយយ៉ាងខ្លាំងដែលបានជួបជុំអ្នកទាំងអស់គ្នានៅក្នុងកម្មវិធីចែកវិញ្ញាបនបត្រទៅដល់សិស្សដែលទទួលបានអកប្បកិរិយាល្អនិងសរសេរស្អាតកម្មវិធីនេះគឺជាការលើកទឹកចិត្តហើយក៏ជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់គណៈគ្រប់គ្រងសាលាចំពោះការអប់រំសិស្សទាំងផ្នែកចំណេះដឹងនិងផ្នែកសិលធម៌ការរៀនពូកែគឺជារឿងមួយដ៏សំខាន់ប៉ុន្តែការមានអកប្បកិរិយាល្អការគោរពវិន័យមានសុជីវធម៌និងចេះគោរពអ្នកដទៃគឺជាគុណតម្លៃដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃសិស្សដែលមានអកប្បកិរិយាល្អតែងតែចេះគោរពលោកគ្រូអ្នកគ្រូស្ដាប់ដំបូន្មានមេដាបេដាចេះជួយមិត្តភ័ក្តិនិងមានទំនួលខុសត្រូវចំពោះខ្លួនឯងអូខេជាពិសេសសិស្សដែលទទួលបានវិញ្ញាបនបត្រថ្ងៃនេះគឺជាគំរូល្អសម្រាប់មិត្តភ័ក្តិដទៃទៀតអញ្ចឹងយើងគួរតែបន្តធ្វើល្អគោរពលោកគ្រូអ្នកគ្រូចេះជួយយកអាសាមានសុជីវធម៌ល្អក្នុងការរស់នៅប្រចាំថ្ងៃខ្ញុំសូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះកូនទាំងអស់គ្នាដែលបានខិតខំប្រឹងប្រែងរហូតទទួលបានការកោតសរសើរមួយនេះចំពោះការសរសេរស្អាតក៏ដូចគ្នាដែរគឺវាជាចំណុចមួយដែលសំខាន់ដោយសារការសរសេរស្អាតបង្ហាញពីការយកចិត្តទុកដាក់ការអត់ធ្មត់និងការចេះរៀបចំបានល្អបើយើងអត់ចេះទុកដាក់រៀបចំគឺយើងប្រកាសណាស់មិនអាចទទួលបានលទ្ធផលនៃការសរសេរស្អាតហ្នឹងទេអូខេសិស្សដែលសរសេរស្អាតតែងតែមានទម្លាប់ល្អក្នុងការរៀបចំក្នុងការរៀនសូត្រនិងមានការប្រុងប្រយ័ត្នជានិច្ចចំពោះការងាររបស់ខ្លួនអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យសិស្សទាំងអស់បន្តហ្វឹកហាត់ការសរសេរការអាននិងការរៀនសូត្រឲ្យកាន់តែល្អប្រសើរឡើងកុំខ្លាចការខិតខំដោយសារតែការខិតខំនឹងឲ្យធ្វើឲ្យយើងជោគជ័យអូខេព្រោះភាពជោគជ័យកើតចេញពីភាពអត់ធ្មត់និងការព្យាយាមជារៀងរាល់ថ្ងៃអញ្ចឹងយើងគឺមានសមត្ថភាពក្នុងការសរសេរហើយអញ្ចឹងយើងថែមបន្តិចទៀតធ្វើយ៉ាងម៉េចដើម្បីឲ្យសរសេរស្អាតមានប៊ិចក្រហមប៊ិចខៀវមានបន្ទាត់ឲ្យបានត្រឹមត្រូវទៅសរសេរខុសយើងលុបឲ្យបានស្អាតសរសេរឡើងវិញយកចិត្តទុកដាក់ទាំងអស់ហ្នឹងបញ្ជាក់អំពីឆន្ទៈរបស់យើងហើយវាផ្ដល់លទ្ធផលល្អទៅថ្ងៃអនាគតក្នុងឱកាសនេះផងដែរខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនអប់រំនិងយកចិត្តទុកដាក់ចំពោះសិស្សខ្ញុំសូមអរគុណដល់មេដាបេដានិងអាណាព្យាបាលផងដែរអត់មានវត្តមាននៅទីនេះទេតែសូមផ្ដាំផ្ញើអរគុណដែលគាត់តែងតែគ្រប់គ្រងនិងសហការជាមួយសាលាក្នុងការអប់រំកូនឲ្យក្លាយជាកូនល្អសិស្សល្អនិងប្រជាពលរដ្ឋល្អនៅក្នុងសង្គមយើងវិញ្ញាបនបត្រនេះកូនទទួលបានថ្ងៃនេះគឺជាមោទនភាពមួយសម្រាប់ខ្លួនឯងសម្រាប់គ្រួសារនិងសម្រាប់សាលាផងដែរអញ្ចឹងសូមរក្សាភាពល្អនេះបន្តទៅមុខទៀតនិងខិតខំអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាចុងក្រោយខ្ញុំសូមគោរពជូនពរលោកគ្រូអ្នកគ្រូមេដាបេដានិងសិស្សានុសិស្សទាំងអស់សូមមានសុខភាពល្អប្រាជ្ញាឈ្លាសវៃសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណ